សនិកជនជាទីមេត្រីថ្ងៃទី9វិច្ឆិកាលោកនាយករដ្ឋមន្ត្រីហ្វាមិន ចិននិងបណ្ដាឧបនាយករដ្ឋមន្ត្រីបណ្ដាសមាជិករដ្ឋាភិបាលចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ដោយព្រមគ្នាសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សាវិទ្យាល័យនៅបណ្ដាឃុំព្រំដែនតៃគោនៅឃុំតំបន់ភ្នំខ្ពស់អៀងខឿងខេត្តឋានប៉ាលោកនាយករដ្ឋមន្ត្រីផាមិនចិននិងបណ្ដាថ្នាក់ដឹកនាំក្រសួងផ្នែកភូមិភាគនិងសាសនសាស្ត្រចូលរួមធ្វើពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សាអនុវិទ្យាល័យអៀងខឿងក្នុងពេលជាមួយគ្នានេះដែរនៅ14កន្លែងផ្សេងទៀតលោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ងឿងម៉ាប៊ិននិងបណ្ដាឧបនាយករដ្ឋមន្ត្រីទាំងហុងហាលេថាន់ឡុងហូដឹកភើកប៊ុយថាន់សើងវៀងជីយុងម៉ៃវ៉ាន់ចិនផាំធីថាន់ត្រានិងរដ្ឋមន្ត្រីជាច្រើនរូបទៀតបានធ្វើពិធីបើកការដ្ឋានសាងសង់បណ្ដាសាលាអន្តេវាសិកនៅ14ឃុំព្រំដែនខេត្តថ្លែងការក្នុងពិធីបើកការដ្ឋានសាងសង់លោកនាយករដ្ឋមន្ត្រីផាមិនចិនបានបញ្ជាក់ថានេះជាព្រឹត្តិការណ៍មានអត្ថន័យនយោបាយសង្គមនិងមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅបង្ហាញនៅស្មារតីប្រទេសទាំងមូលឆ្ពោះមុខរកព្រំដែនដើម្បីអនាគតកូនក្មួយរបស់បងប្អូនជនជាតិលោកនាយករដ្ឋមន្ត្រីបានលើកឡើងច្បាស់ថាបកនឹងរដ្ឋយើងតែងចាត់ទុកវិស័យអប់រំបណ្ដុះបណ្ដាលជាគោលនយោបាយជាតិចម្បងដោយមានតួនាទីសំខាន់ពិសេសការិយាល័យបានដាក់ចេញសេចក្តីសន្និដ្ឋានលេខ81ឯកភាពលើគោលការណ៍វិនិយោគសាងសង់សាលាសកលអន្តេវាសិកអន្តរកម្រិតបឋមសិក្សាអនុវិទ្យាល័យនៅ248ឃុំព្រំដែនដីគោកកំណត់ច្បាស់ថានេះជាភារកិច្ចស្នូលសំខាន់សម្ដៅលើកម្ពស់ប្រជាបញ្ញាគុណភាពធនធានមនុស្សបង្កើតប្រភពកម្លាំងកម្មាភិបាលជាជនជាតិនៅភូមិភាគនិងនៅតំបន់ឆ្ងាយដាច់ស្រយាលយើងដឹងហើយថាមនុស្សគឺជាទ្រព្យសម្បត្តិមានតម្លៃបំផុតហេតុនេះមនុស្សជាគោលដៅផងជាប្រភពធនធានផងនិងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍផងការវិនិយោគឲ្យមនុស្សគឺជាការវិនិយោគឲ្យការអភិវឌ្ឍវិនិយោគឲ្យបុព្វហេតុអប់រំគឺវិនិយោគឲ្យការអភិវឌ្ឍការវិនិយោគឲ្យមនុស្សត្រូវតែវិនិយោគជាទូទៅនិងវិនិយោគតាំងពីដំបូងយើងអភិវឌ្ឍសិលធម៌បញ្ញារាងកាយសម្រស់ដោយពេញលេញឲ្យមនុស្សជាតិវៀតណាមក្នុងយុគសម័យថ្មីដោយប្រសាសន៍សមាមិត្តអគ្គលេខាបកតុលំយុគសម័យផ្លាស់ឡើងប្រទេសជាតិធូធាខ្លាំងពូកែស៊ីវិល័យវិបុលភាពសុភមង្គលនិងមានជំហានរឹងមាំឈានឡើងសង្គមនិយមមនុស្សជាសសរស្តម្ភមនុស្សជាទ្រព្យសម្បត្តិមានតម្លៃនិងសំខាន់បំផុតឲ្យបុព្វហេតុនេះលោកនាយករដ្ឋមន្ត្រីផាមិនចិនឲ្យដឹងថាអនុវត្តតាមសេចក្តីសន្និដ្ឋានលេខ81របស់ការិយាល័យនយោបាយនិងកិច្ចចង្អុលការរបស់លោកអគ្គលេខាបកតុលំនាពេលកន្លងរដ្ឋាភិបាលនាយករដ្ឋមន្ត្រីបានប្រមូលផ្ដុំដឹកនាំចង្អុលការឲ្យក្រសួងអប់រំនិងបណ្ដុះបណ្ដាលបណ្ដាក្រសួងផ្នែកស្ថាប័ននិងបណ្ដាភូមិភាគតំបន់ព្រំដែនត្រូវតែសកម្មនិងបដិញ្ញាអនុវត្តភារកិច្ចដ៏សំខាន់នេះចំពោះមុខក្នុងឆ្នាំ2025ត្រូវតែផ្ដើមសាងសង់សាលារៀន100កន្លែងនិងបើកដំណើរការក្នុងឆ្នាំសិក្សា2026-2027ក្រោយពីនោះអនុវត្តទូលំទូលាយពី2ឆ្នាំដល់3ឆ្នាំទៅមុខលោកនាយករដ្ឋមន្ត្រីចែករំលែកក្តីត្រេកអរពេលបានឃើញផ្ទាល់នៅក្តីសប្បាយរីករាយរួមសាយភាយនៅតាមព្រំដែនរបស់មាតុប្រទេសកន្លែងណាក៏ឃើញទឹកមុខសប្បាយរីករាយរបស់លោកគ្រូអ្នកគ្រូសាសានុសិស្សថ្នាក់ឪពុកម្ដាយសិស្សនិងប្រជាជនពេលឃើញបណ្ដាសាលាអន្តេវាសិកអន្តរកម្រិតបានសាងសង់ឡើងរួមចំណែកធ្វើឲ្យសាយភាយស្មារតីមនុស្សសាស្ត្រទឹកចិត្តស្រឡាញ់និងទំនួលខុសត្រូវចំពោះសង្គមក្នុងដំណើរបណ្ដោះអាសន្ននៅតំបន់ព្រំដែនលោកនាយករដ្ឋមន្ត្រីសំណុំពរក្រសួងផ្នែកភូមិភាគនិងបណ្ដាអង្គភាពសាងសង់ត្រូវតែធានាល្អ5យ៉ាងអំពីគុណភាពអំពីលឿនសាងសង់អំពីការរំដោះយកកន្លែងប្រភពវត្ថុធាតុអំពីបច្ចេកទេសអំពីបរិស្ថានទេសភាពនិងសុវត្ថិភាពពលកម្មធានាមិនឲ្យកើតមានអំពើពុករលួយអសកម្មខ្ជះខ្ជាយបណ្ដាក់ទុនដល់ណាមានប្រសិទ្ធភាពដល់នោះលោកនាយករដ្ឋមន្ត្រីសង្ឃឹមថាដោយការចូលរួមនៃទូទាំងប្រព័ន្ធនយោបាយប្រទេសទាំងមូលនិងសម្រាប់គោលដៅសំណុំពរដែលបានដាក់ចេញដើម្បីកុមារគ្រប់រូបនៅតំបន់ព្រំដែនសុទ្ធតែបានរៀនសូត្រក្រមម្លប់សាលាសង្គមនិយមរួមចំណែកជំរុញការអភិវឌ្ឍរហ័សជារភាពពង្រឹងខឿនការពារប្រទេសសន្តិសុខនៅបណ្ដាតំបន់ព្រំដែនជាទីស្នេហារបស់មាតុប្រទេសក្នុងកម្មវិធីធ្វើការនៅខេត្តឋានវ៉ាលោកនាយករដ្ឋមន្ត្រីហ្វាមិនចិនបានធ្វើការជាមួយអចិន្ត្រៃយ៍នៃគណៈកម្មាធិការបកខេត្តអំពីភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងមកសួរសុខទុក្ខសំណេះសំណាលជាមួយបណ្ដាកងកម្លាំងការពារព្រំដែនកងកម្លាំងនគរបាលនិងកងកម្លាំងសុខាភិបាលដែលកំពុងធ្វើភារកិច្ចនៅតំបន់ព្រំដែនក្នុងពេលធ្វើការលោកនាយករដ្ឋមន្ត្រីផាមិនចិនវិតម្លៃខ្ពស់ចំពោះលទ្ធផលអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្តឋានវ៉ាក្នុងពេលកន្លងក្នុងនោះកម្រិត GRDP ក្នុង9ខែដើមឆ្នាំសម្រេច 8.19% ខ្ពស់ជាងកម្រិតមធ្យមរបស់ប្រទេសទាំងមូលកម្រិតប្រមូលថវិកាស្ថិតក្នុង10ភូមិភាគដំបូងប្រទេសទាំងមូល
ការអនុវត្តទម្រង់រដ្ឋអំណាចភូមិភាគពីរថ្នាក់ឆ្លើយតបសារវ័នតាមសំណុំពរភារកិច្ចដែលមជ្ឈិមប្រគល់ធានាដំណើរការដ៏រលូនឆ្លើយតបតាមសំណុំពររបស់ប្រជាជននិងអង្គភាពអាជីវកម្មចំពោះភារកិច្ចសម្រាប់ពេលខាងមុខរួមនឹងកិច្ចចង្អុលការរបស់នាយករដ្ឋមន្ត្រីក្នុងមហាសន្និបាតគណៈកម្មាធិការបកខេត្តលើកទី20លោកនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមនៅភារកិច្ចដំណោះស្រាយមួយចំនួនក្នុងនោះខេត្តឋានវ៉ាត្រូវតែទាញយកពេញទំហឹងនៅប្រភពធនធានមនុស្សជាប្រភពធនធានធំបំផុតនិងជាការមានព្រៀបរបស់ខេត្តព្រមទាំងត្រូវតែអភិបាលកិច្ចឲ្យបានល្អពង្រីកស្មារតីខិតខំដោយខ្លួនឯងសាមគ្គីឯកភាពមានគំនិតបញ្ញាថ្មីមានចក្ខុវិស័យវែងឆ្ងាយសកម្មអភិវឌ្ឍវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាអ្នកវិទ្យាវត្តបរិវត្តកម្ម Digital ពង្រីកការចងសម្ព័ន្ធប្រកបដោយប្រសិទ្ធភាពបន្តការកសាងបង្ហើយសំណង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គមនាគមន៍ទូរគមនាគមន៍សុខាភិបាលវប្បធម៌អប់រំជំរុញមកការអភិវឌ្ឍអាជីវកម្មកាត់បន្ថយបណ្ដាបែបបទរដ្ឋបាលដើម្បីងាយស្រួលឲ្យអង្គភាពអាជីវកម្មទន្ទឹមនឹងនោះខេត្តឋានវ៉ាត្រូវតែធ្វើល្អការងារអភិវឌ្ឍលំនៅឋានសង្គមសាងសង់បណ្ដាសាលាអន្តេវាសិកអន្តរកម្រិតគៀកោកងកម្លាំងប្រដាប់អាវុធចូលរួមជំនួយកសាងនិងបង្កើនប្រភពប្រមូលប្រសិទ្ធិការចំណាយទុនធានសម្រាប់អនុវត្តភារកិច្ចទាំងនេះត្រូវតែយកចិត្តទុកដាក់ក្នុងការកសាងបកស្អាតស្អំរឹងមាំកសាងកងជួរកម្មភិបាលដឹកនាំបង្កើនការងារបង្ការប្រឆាំងពុករលួយអសកម្មខ្ជះខ្ជាយមុននេះលោកនាយករដ្ឋមន្ត្រីផាមិនជិនបានអញ្ជើញមកសួរសុខទុក្ខសម្ដែងសម្ដាយជាមួយកម្មភិបាលយុទ្ធជននិងធ្វើការជាមួយប៉ុស្តិ៍ការពារប្រព័ន្ធអៀងខឿងនាយករដ្ឋមន្ត្រីវិទ្យលេខខ្ពស់ចំពោះប៉ុស្តិ៍ការពារប្រព័ន្ធនេះដែលបានធ្វើល្អភារកិច្ចរក្សាបានភាពសុខសន្តិភាពនៅតំបន់ព្រំដែនពិសេសគឺរួមចំណែកកសាងឃុំគ្មានគ្រឿងញៀនស្នើឲ្យប៉ុស្តិ៍ការពារព្រំដែននេះបន្តការច្បាំជាប់ប្រជាជនច្បាំភូមិក្តាប់ឲ្យបានច្បាស់នឹងស្ថានភាពក្នុងប្រជាជនរួមសុខរួមទុក្ខជាមួយប្រជាជនគប់ផ្សំជាមួយកងកម្លាំងទាំងឡាយការពាររឹងប៉ឹងស្ថិតអធិបតេយ្យភាពព្រំដែនធានាសន្តិសុខសុវត្ថិភាពចាប់អារម្មណ៍គិតអានជីវភាពរបស់ប្រជាជនជំនួយបងប្អូនអភិវឌ្ឍការផលិតធ្វើអាជីវកម្មនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិមកទស្សនាមណ្ឌលសុខាភិបាលឃុំអ៊ីខឿងលោកនាយករដ្ឋមន្ត្រីស្វែងយល់មូលដ្ឋានសម្ភារៈការងារថែទាំសុខភាពពិនិត្យព្យាបាលនិងផ្ដល់ថ្នាំឲ្យប្រជាជនលោកនាយករដ្ឋមន្ត្រីឲ្យដឹងថាបកនឹងរដ្ឋសែនចាប់អារម្មណ៍ចំពោះវិស័យសុខាភិបាលអប់រំប្រជាជនត្រូវតែបានទទួលសុខុមាលភាពបានទទួលយកផលប្រយោជន៍ដោយសមភាពថ្ងៃទី9វិច្ឆិកានៅទីក្រុងកែងថេលោកប្រធានរដ្ឋសភាចង្ទថាន់ម៉ឹងបានអញ្ជើញចូលរួមក្នុងទិវាបុណ្យមហាសាមគ្គីនៅមណ្ឌលប្រជុំជនភូមិចៅឋានឃុំអាងនិនក្នុងទិវាបុណ្យមហាសាមគ្គីតំណាងរដ្ឋអំណាចភូមិភាគនិងប្រជាជនសម្ដែងក្តីរីករាយចំពោះលទ្ធផលដែលសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅលើភូមិសាស្ត្រតាមរយៈនោះអាស្រ័យការដឹកនាំចង្អុលការទាន់ពេលជិតសនិទ្ធរបស់គណៈកម្មាធិការបកគ្រប់ថ្នាក់រដ្ឋអំណាចរណសិរ្សមាតុភូមិនិងអង្គការមហាជនភូមិភាគបានអនុវត្តមានប្រសិទ្ធភាពនៅចលនាប្រជាជនទូទៅសាមគ្គីកសាងជនបទថ្មីទីក្រុងស៊ីវិល័យរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិប្រជាជនប្រតិបត្តិល្អគោលការណ៍របស់បកគោលនយោបាយច្បាប់របស់រដ្ឋលោកប្រធានរដ្ឋសភាចង្ទថាន់ម៉ឹងសម្ដែងក្តីត្រេកអរពេលចូលរួមក្នុងទិវាបុណ្យមហាសាមគ្គីទូទាំងប្រជាជាតិជាមួយបងប្អូនថ្ងៃសរសើរចំពោះលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ទីក្រុងកន្ធើនិយាយរួមភូមិចៅថាញ់ឃុំអាងនិននិយាយដោយឡែកលោកបញ្ជាក់ថាដោយស្មារតីសាមគ្គីស្រស់ស្រួលរួមកម្លាំងកាយចិត្តភូមិភាគបានបំផុសប្រជាជនអនុវត្តមានប្រសិទ្ធភាពនៅចលនាភូមិភ្លឺបៃតងជ្រះស្អាតបំបត្តិភាពអត់ឃ្លានបន្ថយភាពក្រីក្រលោកប្រធានរដ្ឋសភាសំណុំពរណសិរ្សមាតុភូមិវៀតណាមត្រូវតែធ្វើល្អថែមទៀតបន្តការផ្លាស់ថ្មីការងារចលនាប្រជាជនអនុវត្តតាមមតិចង្អុលការរបស់លោកអគ្គលេខាបកតុលាំកម្មភិបាលបកជនរណសិរ្សនិងអង្គការមហាជនត្រូវតែជាស្នូលរក្សាភាពចិត្ត3យ៉ាងគឺចិត្តប្រជាជនចិត្តមូលដ្ឋានចិត្តលំហ Digital និងត្រូវតែអនុវត្ត5យ៉ាងគឺត្រូវតែស្ដាប់ត្រូវតែពិគ្រោះសន្ទនាត្រូវតែធ្វើគំរូត្រូវតែទទួលខុសត្រូវតែរាយការណ៍លទ្ធផលមិនធ្វើ4យ៉ាងគឺមិនធ្វើឲ្យតែមានមិនកិច្ចវេះមិនរុញច្រានការងារមិនធ្វើខុសសមត្ថកិច្ចរណសិរ្សត្រូវតែជំរុញមាំចលនាប្រជាជនទូទៅសាមគ្គីកសាងជនបទថ្មីទីក្រុងស៊ីវិល័យអនុវត្តអស់លក្ខន្តិកៈប្រជាធិបតេយ្យនៅមូលដ្ឋានលោកប្រធានរដ្ឋសភាចង្ទថាន់ម៉ឹងបានក្រើនរំលឹកថាគណៈកម្មាធិការបករដ្ឋអំណាចរណសិរ្សមាតុភូមិគ្រប់ថ្នាក់នៅទីក្រុងកន្ធើត្រូវតែក្តាប់ឲ្យបានជាប់លាប់ឆ្លុះបញ្ចាំងទាន់ពេលនៅចិត្តគំនិតគោលបំណងរបស់ប្រជាជនដល់ស្ថាប័ន
ដែលមានសមត្ថកិច្ចអនុវត្តអស់លក្ខន្តិកៈប្រជាធិបតេយ្យនៅមូលដ្ឋានពង្រីកពេញទំហឹងនៅសិទ្ធិធ្វើម្ចាស់របស់ប្រជាជនកសាងរបៀបរស់នៅវប្បធម៌ជំរុញនាំការចលនាជំរុញការសិក្សាទន្ទឹមនោះមិនទុកឲ្យពួកជនទុច្ចរិតឆ្លៀតឱកាសធ្វើការបំបែកបំបាក់ផែនមហាសាមគ្គីទូទាំងប្រជាជាតិទន្ទឹមនឹងនោះភូមិភាគក៏ត្រូវតែបន្តការកសាងភូមិសាស្ត្រភ្លឺបៃតងជ្រះស្អាតសុវត្ថិភាពផ្សារភ្ជាប់ជាមួយប្រទេសទាំងមូលរួមកម្លាំងដើម្បីអ្នកក្រមិនទុកឲ្យមានអ្នកណាត្រូវនៅពីក្រោយលោកបានបញ្ជាក់នៅទស្សនៈថាចង់ឲ្យប្រជាជនទូធាខេត្តឃុំត្រូវតែអភិវឌ្ឍខ្លាំងពេលខេត្តនិងឃុំមានការអភិវឌ្ឍខ្លាំងទើបប្រទេសទាំងមូលអភិវឌ្ឍខ្លាំងបានលោកប្រធានរដ្ឋសភាចៅឋានម៉ឹងសង្ឃឹមថាភូមិchâuថាញ់ឃុំអាំងនិននិយាយដោយឡែកនិងទីក្រុងកន្ធើនិយាយរួមនឹងកាន់តែអភិវឌ្ឍទូធាល្អស្រស់ទំនើបឱកាសនេះលោកប្រធានរដ្ឋសភាចៅឋានម៉ឹងបានជូនអំណោយដល់សមូហភាពនិងបុគ្គលមួយចំនួនដែលមានស្នាដៃខ្ពស់ក្នុងការកសាងចលនាមហាសាមគ្គីបណ្ដាលអ្នកមុខអ្នកការសាសនាគ្រួសារគោលនយោបាយគំរូនៅភូមិភាគរួមជាមួយ14ខេត្តក្រុងក្នុងទូទាំងប្រទេសបានចាត់តាំងពិធីបើកការដ្ឋានព្រមគ្នាសាងសង់សាលា72ខ្នងនៅបណ្ដាឃុំព្រំដែនដីគោលកាលពីថ្ងៃទី9ខែវិច្ឆិកាគណៈកម្មាធិការប្រជាជនខេត្តអាំងយ៉ាងបានចាប់ផ្ដើមសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សាវិទ្យាល័យនៅបណ្ដាឃុំព្រំដែនយិនយ៉ាយ៉ាងឋាននិងខណ្ឌបិនលោកឧបនាយករដ្ឋមន្ត្រីប៊ុយថាន់សឿងបានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សាវិទ្យាល័យនៅឃុំយិនយ៉ាខេត្តអាំងយ៉ាងសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សាវិទ្យាល័យវិញ្ញាមានទ្រង់ទ្រីចំនួន45ថ្នាក់មានសិស្សចំនួន 1500 នាក់ក្នុងនោះទ្រង់ទ្រីអន្តេវាសិកមានសិស្សប្រហែល600នាក់បានបង្កើតឡើងដោយបង្អែកលើការរួមបញ្ចូលនៃសាលាបឋមសិក្សា B លឿងអាំងចានិងសាលាមធ្យមសិក្សាលឿងអាំងចាគម្រោងនេះបានអនុវត្តតាមវិធីវិនិយោគសាងសង់ថ្មីគប់ផ្សំនឹងការជួសជុលកែលម្អសំណង់មួយចំនួនដែលមានស្រាប់ដោយមានការវិនិយោគសរុបជាង 186.7000 លានដុល្លារពីថវិកាមជ្ឈិមនៅថ្ងៃជាមួយគ្នានេះដែរខេត្តអាំងយ៉ាងក៏បានចាត់តាំងពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សាវិទ្យាល័យយ៉ាងឋាននៅឃុំយ៉ាងឋានដោយមានទ្រង់ទ្រីចំនួន30ថ្នាក់រៀនមានសិស្សចំនួន 1000 នាក់ហើយសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សាវិទ្យាល័យខណ្ឌអាងនៅឃុំខណ្ឌបិនដោយមានចំនួន45ថ្នាក់រៀនមានសិស្សចំនួន 1500 នាក់សាលារៀននេះបានបំពាក់មូលដ្ឋានសម្ភារៈសិក្សាយ៉ាងគ្រប់គ្រាន់អន្តេវាសិកដ្ឋានរោងបាយសកម្មភាពវប្បធម៌និងកីឡាការសាងសង់មានគម្រោងនិងបង្ហើយនៅខែសីហាឆ្នាំ2026ខេត្តអាំងយ៉ាងមានចំនួន14ឃុំនិងសង្កាត់ព្រំដែនដីគោកបានចាត់តាំងឲ្យសាងសង់អន្តេវាសិកអន្តរកម្រិតចំនួន3ក្នុងចំណោម100សាលាទូទាំងប្រទេសស្ថិតក្នុងដំណាក់កាលទី1ដែលមានទុនវិនិយោគសរុបជាង 388,000 លានដុល្លារសាងសង់សាលារៀននិងបង្កើតលក្ខណៈងាយស្រួលសម្រាប់បងប្អូនសិស្សានុសិស្សប្រជាជននៅតំបន់ព្រំដែនពិសេសមានជនជាតិភាគតិចទទួលបានការអប់រំដែលមានគុណភាពខ្ពស់រួមចំណែកដល់ការលើកកម្ពស់ចំណេះដឹងនិងគុណភាពធនធានមនុស្សសម្រាប់តំបន់ព្រំដែនលើតំបន់សមុទ្រនិរដីនៃមិត្តប្រទេសមាននេសាទករនៅតែចេញទៅសមុទ្រទាំងយប់ទាំងថ្ងៃដើម្បីរកប្រាក់ចំណូលផងទាំងចូលរួមចំណែកក្នុងការថែរក្សាអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់ប្រទេសជាតិផងការយល់ដឹងនិងប្រតិបត្តិច្បាប់ពេលទាញយកជលផលបានក្លាយជាខែលដ៏សំខាន់មួយដើម្បីជួយនេសាទករការពារសុវត្ថិភាពទ្រព្យសម្បត្តិនិងសិទ្ធិប្រយោជន៍ស្របច្បាប់របស់ខ្លួននៅលើសមុទ្រនៅខែមីនាឆ្នាំ2024ទូកនេសាទរបស់លោកទិនវងដើយស្នាក់នៅឃុំខិនឡំខេត្តកាម៉ៅពេលកំពុងនេសាទស្រាប់តែមានកប៉ាល់ចម្លែកមួយក្រុមបើកចូលជិតទូកកទាមទារប្រាក់ថ្លៃលុះដោយសារយល់ច្បាស់អំពីច្បាប់លោកដើយបានអះអាងយ៉ាងម៉ឺងម៉ាត់ទីតាំងនេសាទស្រាប់ច្បាប់របស់ខ្លួនបើកទូកកប៉ាល់ចូលជិតទាមទារប្រាក់ថ្លៃលុះបងប្អូនកងទ័ពប៉ុស្តិ៍ការពារព្រំដែនក៏បានចលនាឃោសនារួចហើយយើងខ្ញុំមិនទទួលស្គាល់ប្រាក់ថ្លៃលុះនោះទេប្រសិនបើមិនបានដោះស្រាយទាន់ពេលទេនោះបណ្ដាករណីស្រដៀងគ្នានេះអាចធ្វើឲ្យអ្នកនេសាទអសកម្មងាយបំពានច្បាប់នេសាទ EOO នេះក៏ជាខ្លឹមសារដែលប៉ុស្តិ៍ការពារព្រំដែនក្នុងភូមិភាគកំពុងបង្កើនការងារឃោសនាណែនាំជូនអ្នកនេសាទ
ទន្ទឹមនឹងនោះត្រូវប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យខ្លាមើលនេសាទត្រូវនេសាទដ្ឋាននិងត្រូវតាមសេចក្តីកំណត់នៅប៉ុស្តិ៍ការពារព្រំដែនខណ្ឌហើយខេត្តកាម៉ៅកម្មាភិបាលក៏ចុះទៅកាន់ដល់ទូកនេសាទនីមួយៗចលនានិងជួយឲ្យនេសាទករចេញទៅសមុទ្រដោយសុវត្ថិភាពនិងត្រឡប់មកច្រាំងវិញបានសមស្របធ្វើសកម្មភាពក្នុងតំបន់សមុទ្រចំណុចអធិបតេយ្យភាពរបស់ប្រទេសវៀតណាមត្រូវប្រទេសក្រៅចាប់ម្ចាស់កប៉ាល់និងប្រធាននាវិកត្រូវតែកំណត់ទីតាំងភ្លាមនិងរាយការណ៍ទៅស្ថាប័នមានសមត្ថកិច្ចជាបន្ទាន់ជួយដំណឹងទូកកប៉ាល់កំពុងធ្វើសកម្មភាពនៅទីតាំងណានេសាទករគ្រប់រូបយល់ដឹងអំពីច្បាប់និងនេសាទតាមសេចក្តីកំណត់មិនត្រឹមតែការពារទ្រព្យសម្បត្តិរបស់ខ្លួនប៉ុណ្ណោះទេថែមទាំងចូលរួមចំណែកក្នុងការបញ្ជាក់អំពីអធិបតេយ្យភាពសមុទ្រកោះនានានិងរួមជាមួយទូទាំងប្រទេសការដកកាត់លើកAOOចេញហើយចេញទៅសមុទ្រដោយចំណេះដឹងអំពីផ្នែកច្បាប់ត្រឡប់មកវិញដោយសុវត្ថិភាពនិងដោយមោទនភាពអ្នកនេសាទមិនត្រឹមតែធ្វើមានពីសមុទ្រប៉ុណ្ណោះទេនៅថែមទាំងចូលរួមចំណែកក្នុងការរក្សាដែនអាកាសដែនសមុទ្រនៃមាតុប្រទេសទៀតផងជាតំបន់មួយមានប្រពៃណីដាំតែរបស់ខេត្តឡាវកាយឃុំហឿងខាន់សប្តាហ៍ថ្ងៃនេះកំពុងផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាដោយមានផលិតផលតែបាក់ទៀងដោយគោលបំណងឈ្មោះដល់បង្ការតម្លៃនិងការសាងពាណិជ្ជសញ្ញាប្រជាជននៅទីនេះកំពុងបង្កើតខ្សែសង្វាក់ផលិតកម្មរង្វល់ជុំចាប់តាំងពីការដាំដុះការថែទាំរហូតដល់ការកែច្នៃនិងការប្រើប្រាស់ផលិតផលគ្រួសាររបស់អ្នកស្រីហាន់ទៅតែប្រមូលផលតែរួចរាល់បន្ទាប់ពីចូលរួមសហគមន៍ខេណាំអ្នកស្រីបានណែនាំដាំតាមបច្ចេកទេសខ្នាតវៀតកាបកាត់បន្ថយប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដោយគីមីជំនួសដោយជីសារីរាង្គវិញធានាគុណភាពតែតកតងនឹងគុណភាពតែវាមានក្លិនក្រអូបជាងនិងមានទិន្នផលច្រើនជាងឧទាហរណ៍ 1000 ម៉ែត្រយើងខ្ញុំទទួលបានតែស្រស់100 គីឡូក្រាមឥឡូវនេះយើងបានអនុវត្តត្រឹមត្រូវតាមរបៀបវាល្អតែប្រសើរជាងវាបានកើនឡើងជាង200 គីឡូក្រាមចំណូលក៏បានកើនឡើងផងដែរតែបាក់ទៀងបានវាតម្លៃគឺមានក្លិនឈ្ងុយស្រាលរសជាតិផ្អែមស្រទន់និងសមស្របនឹងអាកាសធាតុតំបន់ភ្នំរហូតមកដល់ពេលនេះសហគមន៍ខេណាំបានចៅសម្ព័ន្ធជាមួយប្រជាជនចំនួន60គ្រួសារក្នុងផ្ទៃចំការតែជិត60ហិកតាដោយអនុវត្តតាមទិសដៅសារីរាង្គនិងខ្នាតវៀតកាបនៅពេលធ្វើតាមទិសដៅសារីរាង្គនេះទីផ្សារទទួលស្គាល់មានផលប៉ះពាល់វិជ្ជមានពីព្រោះវាទាក់ទងដោយផ្ទាល់ទៅនឹងសុខភាពរបស់អ្នកប្រើប្រាស់ដូច្នេះមុនពេលពួកគេជ្រើសរើសផលិតផលមួយពួកគេបានស្វែងយល់យ៉ាងច្បាស់ហើយទិសដៅសារីរាង្គពេលនេះគឺជាទិសដៅដ៏ល្អបំផុតសម្រាប់ធានាសុខភាពរបស់ពួកគាត់ដូច្នេះពួកគេពិតជាមានភាពទុកចិត្តលើផលិតផលសារីរាង្គបច្ចុប្បន្ននេះផលិតផលតែបាក់ទៀងរបស់ឃុំសម្រេចខ្នាតអូកូបផ្កាយ4បានចែកចាយនៅតាមហាងលក់ផលិតផលកសិកម្មស្អាតជាច្រើននៅក្នុងខេត្តចូលរួមក្នុងការជំនួយអូកូបនិងកំពុងចូលចិត្តបណ្ដាញពាណិជ្ជកម្មអេឡិចត្រូនិកបន្តិចម្ដងនេះគឺជាជំហានដ៏សំខាន់មួយដើម្បីនាំតែបាក់ទៀងហឹងខាន់ទៅកាន់ទីផ្សារក្នុងប្រទេសនិងអន្តរជាតិ